ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនពីរបៀបដែលយើងអាចកែព័ត៌មាននៃការផុសមួយយើងនឹងម្ដងច្រើន LD ឬក៏ម្ដងច្រើន page បានអញ្ចឹងនៅលើផ្ទាំង schedule ផុសនៅពេលដែលយើងចង់កែព័ត៌មានឧទាហរណ៍ថាយើងមាន 3LD លេខ3លេខ4លេខ5ហ្នឹងឲ្យតែ page នៅក្នុង LD ហ្នឹងគឺយើងចង់ឲ្យព័ត៌មានវាដូចគ្នាទាំងអស់អញ្ចឹងយើងអាច select ទាំង3មកឬក៏ទាំងប្រមាណដែលបងប្អូនចង់កែមកហើយបងប្អូនចុចលើប៊ូតុងមួយនេះដែលមានឈ្មោះថា bold edit បងប្អូនចុចមកវានឹងបើកផ្ទាំងមួយនេះចេញមកហើយអញ្ចឹងវាបញ្ជាក់យើងហើយគឺយើងបាន select ចំនួន 3LD ដើម្បីកែអញ្ចឹង page នៅក្នុង 3LD ហ្នឹងមិនថា LD ទី1មាន5 page LD ទី2មាន6 page LD ទី3មាន1 page ទេគឺ page ទាំងអស់ហ្នឹងគឺនឹងព័ត៌មានទៅដូចគ្នាទាំងអស់ទៅតាមអ្វីដែលយើងកែទៅតាមចំណុចដែលយើងកែអញ្ចឹងទៅអញ្ចឹងខ្ញុំបង្ហាញបន្តិចរវាងខុសគ្នាពីផ្ទាំងមួយនេះហើយនិងផ្ទាំងមួយនេះអញ្ចឹងផ្ទាំងនេះមានទម្រង់រៀងខុសផ្ទាំងនេះបន្តិចដោយសារយើងធ្វើឲ្យវាទលាយស្រួលមើលអញ្ចឹងនៅលើនេះគឺទាក់ទងមួយ enable post បើយើងធៀបជាមួយនឹងផ្ទាំង schedule post គឺកន្លែងនេះអញ្ចឹងឧទាហរណ៍ថាយើងចង់កែមួយដុំខាងលើនេះទាក់ទងមួយការ post caption folder អីហ្នឹងគឺយើង tick កន្លែង edit post ផងដើម្បីបញ្ជាក់ថាយើងបានកែអញ្ចឹងនៅពេលដែលយើង tick អានេះគឺមកក្រោមនេះយើងអត់ទាន់ tick គឺ page ដែលយើងបាន select ហ្នឹងគឺអត់កែទេដើម្បីបញ្ជាក់ថាយើងចង់កែតែមួយដុំបានណាអញ្ចឹងនៅលើនេះឧទាហរណ៍ថាខ្ញុំ enable post ធម្មតាបន្ទាប់មកខ្ញុំចង់កែ reel បានថាយើងចង់កែតែផ្ទាំង reel ទេផ្ទាំងក្រៅពីហ្នឹងគឺយើងអត់ចង់ save ការកែរបស់យើងនៅលើនេះទៅទេបន្ទាប់មកខ្ញុំ select folder មួយមកឧទាហរណ៍ថាខ្ញុំ select video ចេះទៅហ្នឹងហើយមាន2 video បន្ទាប់មកខ្ញុំធ្វើការចុច save នៅពេលដែលខ្ញុំចុច save វានឹង auto load ទៅ LD លេខ0នេះដើម្បី refresh ណាអញ្ចឹងបងប្អូនចុចមកនៅពេលបងប្អូនចុចលេខ3លេខ4ណា page ទៅគឺឃើញអា path folder ហ្នឹងគឺទៅនៅនឹងទាំងអស់គ្នាលើផ្ទាំង reel ហើយចំណែកផ្ទាំង photo អត់មានការផ្លាស់ប្ដូរទេព្រោះយើងអត់ទាន់បានកែអញ្ចឹងឯងយើងអត់បាន tick edit photo ទេអញ្ចឹងឧទាហរណ៍បងប្អូនចង់ផុសចំនួន4វីដេអូអញ្ចឹងយើង select មកហើយយើងត្រឡប់ទៅមើលវិញគឺផុសចំនួន4វីដេអូឧទាហរណ៍ uploading weight យើងដាក់22ចុះយើង apply ទៅគឺវាទៅជា22ហើយអញ្ចឹងឧទាហរណ៍ caption អីអញ្ចឹងយើងដាក់ hello real អីចេះទៅនៅពេលដែលយើង save ហើយយើងត្រឡប់ទៅមើល LD ដែលយើងបាន select វិញគឺវាទៅ save ដូចគ្នាហ្នឹងហើយអញ្ចឹងនៅក្នុងកន្លែងរូបភាពដូចគ្នាបងប្អូន select មកបងប្អូនចង់កែទាំងអស់គឺ tick ទាំងអស់មកហើយ save ទៅទាំងអស់គ្នានៅក្នុងនេះបើសិនជាបងប្អូនអត់មានដាក់អីទេគឺវាអត់ save ទេអញ្ចឹងឧទាហរណ៍ថាបងប្អូនចង់ដាក់ចោលបងប្អូនដាក់ចុចអីមួយទៅដើម្បី save ទៅអញ្ចឹងកន្លែងវីដេអូហ្នឹងវាមានតែចុចមួយទេយើងធ្វើការកែវាទេណាបន្តមកទៀតខ្ញុំបង្ហាញពីការកែលើ comment ធ្វើដូចគ្នាយើងមាន comment 3មុខ reel រូបភាពនិងវីដេអូបើយើងចង់កែថាយើងចង់បិទ comment នៅលើ reel ចោលអញ្ចឹងឧទាហរណ៍ថាខ្ញុំធ្វើការ save នៅនេះលើ LD លេខ5 LD លេខ5ឈ្មោះBoston Mark អីចឹងទៅខ្ញុំចង់កែ edit post comment បើកទាំងអស់អញ្ចឹងខ្ញុំចង់ save អញ្ចឹង LD លេខ4អត់ទេអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ edit ការ post real comment នេះបន្ទាប់មកខ្ញុំធ្វើការដក tick ចេញបានន័យថាយើងចង់ save ទៅលើការ comment real ប៉ុន្តែយើងចង់ disable វាចោលនៅពេលដែលយើង save ហើយគឺលេខ5ហ្នឹងនឹងដក tick កន្លែង real ឯក្រៅពីហ្នឹងគឺយើងអត់បាន edit ទេដោយសារយើងអត់បានទៅ edit វាហើយបើក្នុងករណីយើងចង់ edit ទាំង tick ទៀតទាំង link comment ហ្នឹងយើងវាយនៅនេះមកវាយទៅចូលក្នុងប្រអប់ហ្នឹងមកអាហ្នឹងយើងធ្វើការកែម្ដុំអញ្ចឹងបងប្អូនសាកទៅសាក1 page 2 page ដើម្បីយក concept វាថាយើងចុចមិនបានកែចុចមិនអត់កែអញ្ចឹងណាខ្ញុំបង្ហាញត្រួសទេហើយមួយទៀត add time ដូចគ្នាក្នុងករណីដែលបងប្អូនចង់ add time វាអញ្ចឹងឧទាហរណ៍ page យើង set up អត់ទាន់មាន add time ទាំងអស់យើងខ្ជិលមកដល់យើងដោះ tick កន្លែងផ្សេងមកណាកន្លែងផ្សេងក្រៅពី time យើងអត់ចង់កែទេយើងចង់ add តែ time ទេព្រោះអា3ហ្នឹងយើងសេរីឲ្យយើងអត់ទាន់បាន add timeអញ្ចឹងយើង take តែកន្លែង edit time មក select អីតាមចិត្តយើងចង់បានផុស reel ហើយនឹងផុស video អញ្ចឹងមកយើង apply ទៅដល់ពេលយើងទៅចុចទៅគឺ page នៅក្នុងនឹងទាំងអស់គឺវាទៅតាមហ្នឹងហើយអញ្ចឹងឧទាហរណ៍ថា LD លេខ3មានតែ1 page ទេគឺទៅតាមហ្នឹងក៏ប៉ុន្តែ LD លេខ5ហ្នឹងមាន2 page អញ្ចឹង2 page ហ្នឹងគឺ setting ទៅតាមហ្នឹងដូចគ្នាណាទៅតាមប្រឡោះដែលយើងចង់កែហ្នឹងអញ្ចឹងយើងអាចកែម្ដុំបាននេះជាការកែទៅតាម LD អញ្ចឹង page ទៅតាម LD page ណាដែលនៅក្នុង LD ហ្នឹងគឺទៅតាមគ្នាទាំងអស់
មួយទៀតយើងអាចកែតាមឈ្មោះ page យើងអាច select ទៅតាមឈ្មោះ page អញ្ចឹងបងប្អូនចូលកន្លែង post table ចូលកន្លែង post table មកវានឹងបង្ហាញពី page យើងហីថាយើងមាន page ប្រមាណអីខ្លះអញ្ចឹងទៅអញ្ចឹងនៅលើ page នេះឧទាហរណ៍ថាខ្ញុំចង់កែលើ page មួយនេះហើយខ្ញុំចង់កែពួក love tool នេះមួយទៀតបើណាយើងអត់ select LD ទេយើង select ទៅតាមឈ្មោះ page បន្ទាប់មកបងប្អូនធ្វើការ select បងប្អូនធ្វើការ bold edit យើងបើកផ្ទាំងនឹងចេញមកដដែលមកហើយឧទាហរណ៍ថាខ្ញុំចង់កែ reel edit reel edit ផ្ទាំង reel នេះហើយយើងដាក់ path folder ទៅ video ដដែលឧទាហរណ៍ទៅហើយខ្ញុំធ្វើការ save ខ្ញុំធ្វើការ save វានឹងធ្វើការ refresh មកវិញហើយវាយក path video មកនេះឧទាហរណ៍ខ្ញុំចង់ដាក់ story មួយទៀតខ្ញុំ edit story ហើយខ្ញុំដាក់ path folder story យក photo ទៅហើយខ្ញុំចុច save ឃើញទេអញ្ចឹងពី page ដែលយើងបាន select មុនហ្នឹងគឺវា select story មកដូចគ្នាអញ្ចឹងទៅក្នុងករណីនេះបងប្អូនក៏អាចម៉ៅស្ដាំហើយធ្វើការ open folder ឬក៏ select folder នៅលើនេះបានដែរក៏ប៉ុន្តែ bold edit នេះយើងស្រួលយើងមើលថា select ជិតពី page អញ្ចឹងមកប្រហែល page អញ្ចឹងសង្ឃឹមថាបងប្អូនយល់គំរូនៃការដូរនៅលើនេះហើយអញ្ចឹងយើងអាចធ្វើបានម្ដងច្រើន page ទៅតាមបងប្អូនចង់បានអញ្ចឹងទៅបើសិនជាមានការផ្លាស់ប្ដូរទៀតថា50 page វាមានកន្លែងណាខុសគ្នាអីគឺបងប្អូនឆ្នៃទៅតាមនោះទៅយើង save ម្ដង50ហើយចាំ50ក្រោយចាំយើងធ្វើតាមក្រោយទៀតអញ្ចឹងណាព្រោះរបៀបរបបនៃការ set របស់យើងតែមានការខុសគ្នាតិចតួចអញ្ចឹងយើងកែច្នៃទៅតាមទម្លាប់ទៅតាមរបៀបប្រើរបស់យើងអរគុណ